ហេតុអ្វីបានជាស្ប្រាយខ្លាចជាភេទជ្ជៈលោដាច់ខ្លាំងនៅសហរដ្ឋអាមេរិកតែបែរជាមិនអាចឈរជើងនៅឥណ្ឌាចម្លើយគឺដោយសារតែជនជាតិឥណ្ឌាមានភេទជ្ជៈមួយដែលឆ្ងាញ់និងផ្ទុះរសជាតិជាងនេះទៅទៀតនោះគឺ Chili Lemonade ឬទឹកក្រូចឆ្មាម្ទេសនៅគ្រប់ដងផ្លូវក្នុងប្រទេសឥណ្ឌាអ្នកនឹងឃើញអ្នកលក់រទេះរុញតម្រង់ជួរគ្នាជាមួយនឹងមនុស្សរាប់រយនាក់ដើម្បីរងចាំទិញភេទជ្ជៈដ៏ត្រជាក់និងហឹរនេះរសជាតិរបស់វាហាក់ដូចជាភ្លេចបន្ទោលដែលធ្វើឲ្យអ្នកភ្លក់ហើយមិនអាចបំភ្លេចបានមួយជីវិតវាជាបទពិសោធន៍មួយដែលមិនអាចរកបានពីភេទជ្ជៈផលិតតាមរោងចក្រណាឡើយអ្នកលក់ចាប់ផ្ដើមដោយប្រើទឹកកកដុំដែលគេចាត់ទុកថាជាទឹកកកធម្មជាតិដ៏ល្អបំផុតបន្ទាប់មកក៏បន្ថែមម្ទេសបៃតងស្រស់ៗដែលធ្វើឲ្យរសជាតិកាន់តែរស់រវើកនិងផ្ដល់នូវភាពហឹរប្លែកបន្ថែមចំណិតក្រូចឆ្មានិងស្លឹកជីអង្កាមដែលជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយភ្លាមប៉ុន្តែចំណុចពិសេសនោះគឺម៉ាសាឡាដែលជាល្បាយគ្រឿងទេសសម្ងាត់របស់ឥណ្ឌារួមមានម្រេចខ្មៅក្រវាញផ្កាច័ន្ទនិងជីអង្កាមគ្រឿងទេសនីមួយៗបញ្ចេញក្លិនក្រអូបដែលធ្វើឲ្យអ្នកស្រក់ទឹកមាត់ភ្លាមគាត់បន្ថែមខ្ញីបន្តិចដើម្បីឲ្យមានរសជាតិហឹរប្លែកហើយបន្តដោយការដាក់ទឹកស្ករចុងក្រោយទឹកក្រូចឆ្មាស្រស់ៗត្រូវបានច្របាច់ចូលជាការស្រេចអ្វីៗគ្រប់យ៉ាងត្រូវបានលាយបញ្ចូលគ្នាដែលបង្កើតបានជាភេទជ្ជៈដ៏អស្ចារ្យមួយគ្រាន់តែញ៉ាំមួយក្អឹកអ្នកនឹងទទួលបានរសជាតិផ្អែមជូរហឹរនិងត្រជាក់ស្រឹបដែលមិនអាចរកបានពីភេទជ្ជៈផលិតតាមរោងចក្រណាឡើយនេះគឺជាភាពស្រស់ស្រាយបែបធម្មជាតិ 100% ដែលភេទជ្ជៈកំពូលអាមេរិកមិនអាចប្រកួតប្រជែងបានវាជាភេទជ្ជៈដែលមិនត្រឹមតែបំបត្តិការស្រេកទឹកប៉ុណ្ណោះទេតែថែមទាំងផ្ដល់បទពិសោធន៍ដ៏ប្លែកនិងគួរឲ្យចងចាំអស់មួយជីវិតតើអ្នកហ៊ានសាកល្បងរសជាតិដ៏អស្ចារ្យនេះទេតើអ្នកគិតថាភេទជ្ជៈធម្មជាតិបែបនេះអាចយកឈ្នះភេទជ្ជៈកំប៉ុងដែរឬទេសូមចែករំលែកមតិយោបល់របស់អ្នកនៅខាងក្រោម